បងហេតុអីក៏មកកំទេចតោខ្ញុំទៅវិញប្រាក់ជួលខ្ញុំមិនដែលឲ្យខ្វះលបងទេចាប់តាំងពីលោកមកក៏មិនដែលប៉ះពាល់ដល់លបងម្ដងណាដែរមិនមែនប៉ះពាល់ខ្ញុំហ៎ហើយជនេះជាស្អីហ៊ានស៊ីភ្នែកចិញ្ចិញនៅកន្លែងខ្ញុំហើយនៅថាមិនប៉ះពាល់ដល់ខ្ញុំទៀតតាមែនទេហ៎ពិតជាស៊ីភ្នែកចិញ្ចិញមែនស៊ីភ្នែកចិញ្ចិញអ្នកដទៃហើយនៅរករឿងអ្នកនៅក្បែរតូបនេះទៀតគេឈ្មោះរបស់ខ្ញុំនៅកន្លែងនាងបោកផ្លាច់អស់ទៅហើយអូរៀបចេញលបងចាងខ្ញុំខុសហើយសូមបោះទោសឱកាសខ្ញុំម្ដងទៅជីវិតមានតែមួយទេសមាងអីឲ្យឱកាសមានពីរដងនោះអូរៀបចេញទៅកុំឲ្យខ្ញុំឃើញមុខនាងទៀតអាចារ្យលបងឆាលបងឆាលបងឆារកគ្នាធ្វើអាជីវកម្មដោយស្មោះត្រង់នៅលើទឹកដីរបស់ខ្ញុំមានខ្ញុំកៅជីឆាជាអ្នកការពារកុំលួចភ្នែកចិញ្ចិញបោកប្រាស់គេប្រើល្បិចខូខើធ្វើបែបនេះកៅជីឆាខ្ញុំមិនការពារទេបាទហើយគ្រប់គ្នារវល់ទៀតចុះអរគុណលោកបងឆាជួយសម្រេចឲ្យខ្ញុំអូណែកុំអីអ្នកនាងអ៊ីមានបញ្ហានៅកន្លែងខ្ញុំត្រូវតែសុំទោសអ្នកនាងអ៊ីទៅបានសុំទោសដែលឲ្យមនុស្សខ្វះភ្នែកដូចជាគេមកលក់នៅក្បែរអ្នកនាងមនុស្សបែបណាក៏មានលោកកុំខ្វល់ពេកអីលោកបងឆាត្រីនេះខ្ញុំឲ្យលោកកុំអីដែរខ្ញុំមិនមែនជាមនុស្សដែលធ្វើល្អចង់បានគុណគេទេប្រកាសជាមិនមែនខ្ញុំចាត់ទុកលោកជាបងជាមិត្តភក្តិត្រីនេះគ្រាន់តែជាការអរគុណដែលមើលថែអូយបាទទេអ្នកមានការកំងថ្មីសូមត្រួតពិនិត្យមានមនុស្សកំងត្រី10ក្បាលលោកបងឆាទទួលតែខ្ញុំត្រូវតែត្រីឲ្យគេជាអញត្រូវជួយម៉ាក់មើលតូបណែម៉ាក់មីប្រយ័ត្នតាមផ្លូវលបងធម្មត្រីនេះគឺខ្ញុំមិនចង់យកទេណាគឺអ្នកមីងបង្ខំទេម៉ាក់មីខ្ញុំឲ្យលោកទទួលចាស់បាទអរគុណលបងធំខ្ញុំប្រកាសជាធ្វើបានល្អតែរវល់ការងារលោកទេល្អអញ្ចឹងខ្ញុំមិនរំខានលបងធំលក់ត្រីទេបងធំមានការអីបើជាខ្ញុំឲ្យចោះគ្រប់ពេលហើយយ៉ាពិតជាសំណាងមែនហើយអ្នកមីងឲ្យរង្វាន់ធំត្រីរស់មួយក្បាលអត់ទេយល់លបងឆាខ្ញុំនៅតែធ្វើត្រីដុតឲ្យលបងពិសាត្រីដុតក្បាលអីស្អីទៅឆាប់យកទៅអានចិញ្ចឹមទៅនេះជារង្វាន់ដែរអ្នកមីងឲ្យយើងផងណាឆាប់យកមើលឲ្យល្អណាស់ទៅអរគុណអ្នកនាងអ៊ីដែលបានដឹកត្រីមកឆ្ងាយយ៉ាងនេះមានទេគួរតែអរគុណលោកជួយដល់អាជីវកម្មខ្ញុំនេះពួកលោកយកច្រឡំតម្លៃទៅដឹងមិនក៏ច្រើនយ៉ាងនេះលុយនៅសេសសល់ចាត់ទុកថាជាការទិញពេលវេលាអ្នកនាងទៅចុះប្រធានចាស់របស់ពួកយើងចង់និយាយជាមួយអ្នកនាងប្រធានចាស់លោកគឺប្រធានចាស់លោកចង់និយាយជាមួយខ្ញុំនាងបានជិះមកពេកខ្ញុំហើយឡើងស្គាល់ខ្ញុំហើយពួកយើងគួរស្គាល់គ្នាដែរទេមិនមែនគួរគឺចាំបាច់ត្រូវស្គាល់អ្នកនេះមានបញ្ហាផ្លូវចិត្តទេដឹងហេតុអីត្រូវឲ្យគេស្គាល់ខ្លួនឯងខ្ញុំពិតជាមិនចាំលោកមែនបានជាបែបនេះហើយពួកយើងមិនចាំបាច់និយាយគ្នាទេលើកដែលលើសនេះខ្ញុំឲ្យវិញខ្ញុំទៅសិនហើយលោកត្រីលោកកាចង់ចាំ7វិនាទីហើយប្រធានចាំមែនទេអាចថាពួកយើងជួបគ្នាតែខ្ញុំមិនចាំទេតែនេះអាចជាបញ្ហារបស់លោកវិញទេហេតុអីត្រីដែលខ្ញុំធ្លាប់ជួបគ្រប់ក្បាលខ្ញុំសិតតែចាំវាតែបែរជាមិនចាំប្រធានចាំវិញនោះនាងចង់ថាខ្ញុំមិនស្មើនឹងត្រីមែនទេភាពរបស់លោកពិតជាខ្លាំងមែនចាំណាត្រីមិនអាចហៅមកសួរខ្ញុំស្គាល់វាឬអត់ទេលោកចង់ធ្វើអីនៅមិនស្គាល់ទៀត